បងប្អូនបានខ្លាយជាបេក្ខជនជាប់ស្ថាពរហើយប៉ុន្តែមិនទាន់ដឹងថាត្រូវធ្វើអ្វីបន្តទៀតត្រូវទេបាទនេះគឺជាដំណាក់កាលសំខាន់មួយចំនួនដែលបងប្អូនត្រូវឆ្លងកាត់ក៏ដូចជាការត្រៀមនៅឯកសារសំខាន់មួយចំនួនផងដែររាប់ចាប់ពីពេលជាប់ជាបេក្ខជនស្ថាពររហូតទៅដល់ការតាំងសុខផ្លូវការក្នុងក្របខ័ណ្ឌតើមាននៅដំណាក់កាលខ្លះតោះជួយទៅមើលទៅអរគុណដំណាក់កាលទី1គឺការរៀបចំនៅសំណុំឯកសារអ្វីដែលត្រូវធ្វើភ្លាមៗនោះគឺការរៀបចំឯកសារបញ្ជាក់អត្តសញ្ញាណបងប្អូនសូមកុំចាំដល់ពេលគេត្រូវការទៅយើងរត់ទៅធ្វើព្រោះខ្លាចវាមិនទាន់ពេលវេលាពេលនេះបងប្អូនត្រូវទៅបញ្ជាក់ឲ្យនៅអត្តសញ្ញាណប័ណ្ណសញ្ញាបត្រឬក៏សេចក្តីចម្លងសម្បត្តិកំណត់ជាដើមហើយអាចបញ្ជាក់ឲ្យច្រើនច្បាប់ទុកឲ្យហើយបាទដើម្បីតម្រូវការនៅថ្ងៃក្រោយបន្ថែមលើនេះផងដែរបងប្អូនអាចទៅធ្វើលិខិតបញ្ជាក់សុខភាពក៏ដូចជាប្រតិបត្តិថ្កោលទោសមកហើយប្រតិបត្តិថ្កោលទោសនេះគឺមានសុពលភាពរយៈពេល3ខែជាទូទៅក្រសួងនឹងតម្រូវឲ្យបងប្អូនបំពេញនៅសាលាកបាត់មន្ត្រីរាជការដែលជាឯកសារគោលសម្រាប់បញ្ចូលនៅក្នុងទិន្នន័យផ្លូវការហើយឆ្លៀតឱកាសនេះដែរបងប្អូនអាចប្រមូលឯកសារចងក្រងទុកឲ្យបានត្រឹមត្រូវនៅសេចក្តីជូនទៅនឹងប្រឡងបញ្ជីឈ្មោះចូលប្រឡងនៅដំណាក់កាលនីមួយៗក៏ដូចជាលទ្ធផលប្រឡងផងដែរហើយបងប្អូនអាចបញ្ចូលទៅក្នុង file PDF ឬក៏ទុកនៅក្នុង Telegram និង Google Drive ដើម្បីរក្សាទុកនៅថ្ងៃក្រោយពេលដែលមានតម្រូវការជាក់ស្ដែងហើយបងប្អូនត្រូវបញ្ចូលនៅឯកសារដែលខ្ញុំបញ្ជាក់ខាងលើមិញដូចជាសញ្ញាបត្រតញ្ញនប័ណ្ណនិងសេចក្តីចម្លងសម្បត្តិកំណត់ដំណាក់កាលទី2ដែលបងប្អូនត្រូវឆ្លងកាត់បន្តគឺការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតាមស្ថាប័នឬក្រសួងមួយចំនួនបន្ទាប់ពីប្រកាសបេក្ខជនស្ថាពរហើយគេនឹងតម្រូវឲ្យបេក្ខជនទៅទទួលការបណ្ដុះបណ្ដាលសិនដែលអាចមានរយៈពេល3ខែ1ឆ្នាំឬក៏ទៅដល់4ឆ្នាំទៅតាមការកំណត់របស់ក្រសួងសម័យនៅក្នុងដំណាក់កាលនេះគេនឹងបង្រៀនបងប្អូនអំពីច្បាប់តាក់ទងឬក៏លិខិតបទកតានគតិយុត្តនានាឬវិធីសាស្ត្របង្រៀនផងដែរប្រសិនបងប្អូនជាមន្ត្រីជាប់នៅក្នុងក្រសួងអប់រំយុវជននិងកីឡាបន្ថែមពីលើនេះបងប្អូននឹងត្រូវចុះកម្មសិក្សាក៏ដូចជាអនុវត្តជាក់ស្ដែងនៅតាមអង្គភាពមួយចំនួនចំណុចសំខាន់មួយទៀតគឺជាឱកាសដែលបងប្អូនអាចកសាងទំនាក់ទំនងបាទនេះជាឱកាសល្អក្នុងការបង្កើតមិត្តភាពជាមួយមិត្តរួមចំនួនដែលត្រូវទៅបម្រើការនៅអង្គភាពខុសៗគ្នាដើម្បីជួយសម្រួលការងារឬក៏ផ្ដល់យោបល់ឲ្យគ្នាទៅវិញទៅមកនៅថ្ងៃអនាគតការបណ្ដុះបណ្ដាលនេះវានឹងបំប្លែងជីវិតបងប្អូនពីជីវិតជានិស្សិតឲ្យមកជាមន្ត្រីរាជការដែលអាចមានភាពជឿជាក់ជាងមុនមើងម៉ាត់ប៉ុន្តែក៏មានភាពទន់ភ្លន់នៅក្នុងនោះផងដែរបាទចំណែកដំណាក់កាលទី3ដែលត្រូវឆ្លងកាត់បន្តទៀតគឺការចុះកម្មសិក្សាបន្ទាប់ពីបងប្អូនបានចូលបណ្ដុះបណ្ដាលរួចបងប្អូននឹងត្រូវឆ្លងកាត់ដល់ដំណាក់កាលដ៏សំខាន់មួយទៀតគឺការចុះកម្មសិក្សានិយាយងាយយល់វាគឺជាពេលវេលាដែលរដ្ឋផ្ដល់ឱកាសឲ្យបងប្អូនបង្ហាញនូវសមត្ថភាពនិងសិលធម៌មុននឹងគេសម្រេចតាំងសុខយើងជាមន្ត្រីពេញសិទ្ធិជាទូទៅរយៈពេលកម្មសិក្សាគឺនឹងមានចំនួន12ខែឬក៏អាចខុសគ្នាទៅតាមប្រភេទគ្រប់ខណ្ឌផ្សេងៗផងដែរអំឡុងពេលនេះបងប្អូនត្រូវគោរពវិន័យគោរពម៉ោងពេលនិងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពឲ្យបានខ្ជាប់ខ្ជួនហើយត្រូវរៀនសូត្រការងារជាក់ស្ដែងពីរៀនច្បងកុំខ្លាចក្នុងការសួរនិងត្រូវហ៊ានទទួលខុសត្រូវនៅកំហុសផ្សេងៗដើម្បីកែលម្អបងប្អូនត្រូវមានសិលធម៌និងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនកុំអាងថាខ្លួនមានក្របខ័ណ្ឌល្អហើយមកពីសាលាល្បីហើយមានអំណួតឬក៏មិនឲ្យតម្លៃរៀមច្បងដែលមានសញ្ញាបត្រទាបជាងយើងហើយត្រូវចាំថាសមត្ថភាពគឺនឹងធ្វើឲ្យគេឲ្យតម្លៃយើងប៉ុន្តែសិលធម៌គឺនឹងធ្វើឲ្យគេស្រឡាញ់ចូលចិត្តយើងបាទដំណាក់កាលទី4ដែលជាដំណាក់កាលបងប្អូនទន្ទឹងរង់ចាំនោះគឺការតាំងសុខក្នុងក្របខ័ណ្ឌការតាំងសុខនេះវាគឺបញ្ជាក់ថាបងប្អូនបានក្លាយជាមន្ត្រីរាជការពេញសិទ្ធិ 100% ដែលមានសិទ្ធិទទួលនៅអត្ថប្រយោជន៍ពេញលេញពីរដ្ឋអង្គភាពនឹងមានគណៈកម្មការវិយតម្លៃលើលទ្ធផលការងារវិន័យនិងសិលធម៌របស់បងប្អូនដើម្បីស្នើសុំការតាំងសុខ
នៅពេលតាំងសុខរួចបងប្អូននឹងទទួលបាននៅឋានន្តរស័ក្តិការទទួលខុសត្រូវលើទូនទីច្បាស់លាស់ដូចជាមោទនភាពចំពោះខ្លួនឯងនៅពេលនេះបងប្អូនខាងលើខ្ញុំបានឲ្យបងប្អូនរៀបចំជា file PDF ដែលជាការប្រមូលផ្ដុំនៅឯកសារតាក់ទងផ្ទាល់ខ្លួនរបស់បងប្អូនអញ្ចឹងបន្ទាប់ពីរៀបចំខាងលើនឹងហើយពេលដែលមានឯកសារបន្ថែមទៀតដូចជាដំណាក់កាលនៅក្នុងការបណ្ដុះបណ្ដាលដំណាក់កាលនៅក្នុងចុះកម្មសិក្សាក៏ដូចជាដំណាក់កាលតាំងសុខបងប្អូនត្រូវប្រមូលឯកសារនេះបន្ថែមដាក់នៅក្នុង file PDF នឹងព្រោះនៅពេលដែលយើងចូលធ្វើការផ្លូវការនៅថ្ងៃបន្តទៀតវានឹងមានអត្ថប្រយោជន៍ច្រើនចំពោះបងប្អូនហើយនៅពេលដែលមានការឡើងកម្មប្រាក់តំណន្តរស័ក្តិគឺឬក៏មានការផ្លាស់ប្ដូរនៅស្ថានភាពរដ្ឋបាលផ្សេងរហូតដល់ចូលនិវត្តន៍បងប្អូនគួរតែបន្ថែមនៅក្នុង file នេះផងដែរបាទជាចុងក្រោយបន្ទាប់ពីខ្លាយជាមន្ត្រីពេញសិទ្ធិហើយសូមបងប្អូនរក្សាឆន្ទៈដ៏ល្អដែលបងប្អូនមានកាលពីមុនប្រឡងជាប់ហើយក៏ត្រូវត្រៀមចិត្តប្រឈមនឹងបញ្ហានានាដែលត្រូវជួបផងដែរដំណើរផ្លូវពីបេក្ខជនម្នាក់រហូតដល់ការតាំងសុខវាមិនមែនជារឿងងាយស្រួលទេប៉ុន្តែវាគឺពិតជាមានតម្លៃខ្លាំងណាស់ខ្ញុំសង្ឃឹមថាវីដេអូនេះនឹងអាចជួយបងប្អូនបានច្រើនដើម្បីទទួលបាននៅវីដេអូថ្មីៗសូមបងប្អូនជួយ Subscribe ហើយបើសិនជាមានចម្ងល់អីអាច comment នៅវីដេអូខាងក្រោមបានសូមអរគុណសូមជម្រាបលា